សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកអំពីរបៀបកូរចាហួយស្ទ្រូប៊េរីទឹកដោះគោនិងធ្វើជាចាហួយបាល់មូលដូច្នេះដែរគ្រឿងផ្សំរបស់យើងនោះគឺមានដូចជាម្សៅចាហួយដែលនេះគឺជាប្រភេទម្សៅចាហួយស្វិតអញ្ចឹងម្សៅចាហួយស្វិតមកកញ្ចប់គឺយើងប្រើស្ករ50ក្រាមជាមួយនឹងទឹក1លីត្រដាក់ដាំទឹក1លីត្រហើយចាក់ម្សៅចាហួយចូលបណ្ដោយបងប្អូនចាក់ម្ដងតិចហើយកូរឲ្យញាប់ដៃកូរឲ្យវារលាយចូលគ្នាជាមួយទឹកនឹងមិនបាច់ចាំទឹកពុះណាបងប្អូនបើកភ្លើងភ្លាមចាក់ម្សៅចាហួយចូលភ្លាមបណ្ដោយទៅរួចហើយដាក់ស្ករស50ក្រាមចូលកូរចូលគ្នាហើយកូររហូតដល់តែទឹកពុះនៅពេលដែលទឹកពុះយើងបិទភ្លើងបានហើយហើយយើងបន្ថែមជាមួយនឹងទឹកស្ទ្រូប៊េរីចំនួន100មីលីលីត្រទឹកស្ទ្រូប៊េរីបងប្អូនចង់ប្រើម៉ាក់ណាក៏បានដែរណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកស្ទ្រូប៊េរីចូលហើយយើងក៏កូរចូលគ្នាឲ្យសព្វមកវានឹងក្លាយទៅជាចាហួយស្ទ្រូប៊េរីហើយបងប្អូនរួចហើយយើងក៏យកវាមកចាក់នៅក្នុងថាសចេះបងប្អូននេះគឺជាប្រភេទថាសចូលដែលអាចប្រើកម្ដៅបានយើងអាចចាក់ចាហួយបានណាចាក់កុំឲ្យពេញបងប្អូនចាក់វាតែមួយបាតថាសបានហើយសល់ប្រហែលចាក់ចូលទៅក្នុងពុម្ពគុជនេះទៅធ្វើជាចាហួយបាល់មូលបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំនៅក្នុងវីដេអូនេះគឺខាងយើងមានលក់ទាំងអស់ណាឥឡូវនេះចាហួយរបស់យើងក៏កកហើយយើងក៏មកកាត់ចាហួយរបស់យើងជាដុំតូចៗដូចក្នុងវីដេអូហ្នឹងណាបងប្អូនកាត់តូចៗអញ្ចឹងមកនៅពេលដែលចាហួយរបស់យើងកកគឺថាយើងអាចចង់យកទៅឈូសក៏បានកាត់ចឹងក៏បានដែរបងប្អូនកាត់ចឹងឲ្យទុកវាមួយឡែកសិនយើងក៏មកកូរចាហួយមួយទៀតគឺយើងប្រើទឹក1លីត្រដូចគ្នាហើយប្រើម្សៅចាហួយចំនួន1កញ្ចប់ដូចគ្នាបន្តមកទៀតប្រើស្ករស50ក្រាមដូចគ្នាហើយប្រើជាមួយនឹងម្សៅទឹកដោះគោចំនួន30ក្រាមប្រើម្សៅដោះគោព្រីមៀមនេះបងប្អូនគឺជាប្រភេទម្សៅដោះគោអត់មានជាតិស្ករប៉ុន្តែខ្ទិះហើយមានជាតិគ្រីមនៅក្នុងនឹងទៀតញ៉ាំទៅឆ្ងាញ់ណាចាក់ម្សៅដោះគោចូលកូរចូលគ្នាឲ្យរលាយល្អបន្តមកទៀតយើងក៏បន្ថែមជាមួយនឹងទឹកដោះគោខាប់ដោយសារតែម្សៅដោះគោអត់មានជាតិផ្អែមទេអញ្ចឹងយើងដាក់ដោះគោខាប់ចន្លោះពី50ទៅ100មីលីលីត្រស្រេចតាមបងប្អូនចង់បានផ្អែមប៉ុណ្ណាអញ្ចឹងណាចាក់ដោះគោខាប់ចូលរួចហើយកូរចូលគ្នារហូតដល់វាពុះយើងបិទភ្លើងយើងក៏បានចាហួយរសជាតិទឹកដោះគោដ៏ឈ្ងុយឆ្ងាញ់រួចហើយយើងក៏ចាក់ចូលទៅក្នុងពុម្ពរបស់យើងដែលយើងបានកាត់មុននឹងចាហួយស្ទ្រូប៊េរីពីក្រោមបងប្អូននៅពេលដែលចាក់កុំភ្លេចយកឡាព្រាគោផងដើម្បីឲ្យចាហួយវាឡើងមកលើនាងខ្ញុំភ្លេចដល់ពេលកកមកចេះមកចាហួយនៅបាតទាំងអស់ដល់ពេលយើងយកឡាព្រាគោពេលវានៅក្តៅទៅចាហួយវាឡើងលើខ្លះអញ្ចឹងណាបងប្អូននេះបន្ទាប់ពីចាហួយរបស់យើងកកហើយយើងក៏យកវាមកកាត់ដុំតូចៗអញ្ចឹងមកជាការស្រេចហើយចាហួយនេះញ៉ាំទៅមានរសជាតិឆ្ងាញ់គឺមានរសជាតិស្ទ្រូប៊េរីទឹកដោះគោពោះម្សៅចាហួយស្វិតនេះវិញគឺយើងអាចច្នៃបានច្រើនមែនទែនបងប្អូនចង់ធ្វើរសជាតិអីច្នៃបំបែកដាក់រសជាតិនឹងខ្លួនឯងតាមចំណង់ចំណូលចិត្តបានណាគឺថារូបមន្តដូចគ្នាអញ្ចឹងទេជិះបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុយឬក៏ម្សៅចាហួយអាចឆាតចូលពេកបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា